បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះផងដែរខ្ញុំលើកយកមកបង្ហាញគឺរបៀបផ្ដាច់កម្រង Midphone នៅលើទូរស័ព្ទដៃអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចូលកាត$1ឬមួយក៏$1កន្លះពេលយើងចូលទៅវាស្រាប់តែបាត់លុយអត់ដឹងមូលហេតុឬមួយក៏ពុកម៉ែបងប្អូនធ្លាប់បញ្ចូលទៅវាបដូរលុយអូតូឬមួយក៏ពុកម៉ែបងប្អូនចាប់នៅកម្រងណាមួយហើយថ្ងៃនេះផងដែរខ្ញុំលើកយកមកបង្ហាញពុកម៉ែបងប្អូនគឺរបៀបផ្ដាច់កម្រងអូតូឬមួយក៏របៀបផ្ដាច់កម្រងដែលពុកម៉ែបងប្អូនចូលលុយ$1ឬមួយ$1កន្លះស្រាប់តែបាត់លុយអត់ដឹងមូលហេតុហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបផ្ដាច់កម្រងចឹងខ្ញុំសូមចាត់អ្នកដែលមកថ្មីកុំភ្លេចជួយចុច Subscribe នេះមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅផ្ដាច់កម្រងទាំងអស់គ្នាចឹងជាដំបូងពុកម៉ែបងប្អូនចុច1200 ទង់ជ្រោកហើយយើងចុចបញ្ជូនវាមកហើយមកដល់កន្លែងហ្នឹងខ្ញុំឲ្យពុកម៉ែបងប្អូនយើងចុចលេខ2ដើម្បីបញ្ឈប់សេវាកម្មទាំងអស់យើងចុចលេខ2មកយើងចុចពាក្យ reply នៅខាងលើចឹងមកដល់កន្លែងហ្នឹងខ្ញុំសូម recommend ឲ្យពុកម៉ែបងប្អូនផ្ដាច់កម្រងទាំងអស់ចឹងកម្រងដែលខ្ញុំចង់ផ្ដាច់មុនដំបូងគឺកម្រង digital ចឹងយើងចុចពាក្យខាងក្រោមហ្នឹងមកហើយយើងដាក់លេខ1ហើយយើងចុចខាងលើហើយវាលោតមកដល់កន្លែងហ្នឹងយើងចុចឲ្យខាងក្រោមមកហើយយើងចូលបំពេញលេខ1បញ្ជាក់ពេលយើងពេញហើយយើងចុចលើដែរមកនឹងចាំវាបន្តិចអញ្ចឹងដល់កន្លែងនេះយើងបានផ្ដាច់កម្រង digital ទាំងអស់បានជោគជ័យហើយអញ្ចឹងយើងចុចពាក្យខាងក្រោមមកហើយបន្ទាប់ពីយើងផ្ដាច់ហើយយើងធ្វើការចុចពាក្យថាផ្កាយ1200 ទង់ជ្រូកខ្ញុំច្រឡំ00 ទង់ជ្រូកពុកម៉ែបងប្អូនចុចតាមខ្ញុំមកហើយយើងចុចពាក្យបញ្ជូនសញ្ញាពណ៌ខៀវបាទដល់កន្លែងហ្នឹងយើងចុចពាក្យ reply ពាក្យខាងក្រោមមកយើងចុចមកហើយយើងយកលេខ2ម្ដងយើងចុចពាក្យ reply ខាងលើអញ្ចឹងមកដល់កន្លែងហ្នឹងនៅដែរយើងចុចពាក្យ reply ខាងក្រោមហើយយើងត្រូវជ្រើសរើសយកលេខ2ម្ដងហើយយើងចុចហើយយើងចុចពាក្យ reply ខាងលើចាំវាបន្តិចមកអញ្ចឹងមកដល់កន្លែងហ្នឹងខ្ញុំឲ្យពុកម៉ែបងប្អូនចុចពាក្យ reply ខាងក្រោមហើយយើងជ្រើសរើសឲ្យយកលេខ1ម្ដងដែលមានពាក្យថាបញ្ជាក់អញ្ចឹងយើងចុចចូលមកខ្ញុំចាំវាបន្តិចមកអញ្ចឹងមកដល់កន្លែងហ្នឹងវាដាក់ថាអ្នកបានផ្ដាច់កម្រងទាំងអស់បានដោយជោគជ័យបាទអញ្ចឹងពុកម៉ែបងប្អូនជប់បារម្ភទាក់ទងនឹងចូលលុយលើកក្រោយទាក់ទងនឹងក្រុមហ៊ុនបដូរលុយឲ្យអូតូឬមួយក៏ទាក់ទងនឹងបញ្ហាបាត់លុយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាឆ្ងល់នៅត្រង់ណាឬមួយក៏មិនយល់នៅត្រង់ណាអាច comment សួរនៅក្រោមវីដេអូខ្ញុំបានអញ្ចឹងខ្ញុំសូមចាត់អ្នកដែលមកថ្មីកុំភ្លេចជួយចុច Subscribe នៅមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទសូមអរគុណសូមជម្រាបលា